នេះគឺជារបៀបបង្កើត Play Store ដំបូងយើងចូលឲ្យ Play Store បន្ទាប់មកយើងរកពាក្យថ្មីនេះជានាមយើងដាក់អីក៏បានដែរខ្ញុំដាក់ B ចុះដល់ពេលនាមត្រកូលខ្ញុំដាក់ O បន្ទាប់មកយើងចុចសញ្ញាព្រួយនេះវាកំពុងដាក់ D ទៅមុខតែនេះខ្ញុំដាក់អក្សរមិនក៏បានដែរខ្ញុំដាក់ BO RTK SC ឥឡូវនេះយើងដាក់ធ្វើឲ្យបាន8តួទាំងក្រោមទាំងលើដូចគ្នាទាំងពីរខ្ញុំដាក់ BO RTK SC RTK ដល់ពេលខាងក្រោមនេះខ្ញុំដាក់ដូចគ្នាយើងយកពាក្យខាងលើនេះកំណត់ជ្រើសសង្គ្រោះនេះបាច់ទេបាទច្រឡំយើងយកអាខាងក្រោមមិនមែនអីឡើយហើយចាំមកយើងយកអាពាក្យសញ្ញាព្រួយទៅមកព្រមទទួលឥឡូវនេះយើងឃើញអក្សរអីយើងវាយតាមនឹងមកអត់នឹងនេះឥឡូវអក្សរនេះយើងចុចដល់នេះវិតបន្តហើយច្រឡំទៀតនេះពាក្យអរគុណបាទហើយពេលនេះបាទ